ជំរាបសួរលោកគ្រូខ្ញុំឈ្មោះអ៊ឺសអានមកពីក្រុម SP 2433នឹងធ្វើការ demo តាក់ទងជាមួយនឹង project midterm ដែលយើងពី game អញ្ចឹងដំបូងខ្ញុំធ្វើការ demo តាក់ទងជាមួយនឹងការលេង game យ៉ាងឲ្យមើលសិន
chẳng cả bà hai vì game bọn nhóm có chop chẳng nhóm nhau có hai vì code bên đó là thì mỗi dân về MPK importនៅ class library ដែលយើងត្រូវការ import ជាមួយនឹង Pygame SYS Math Random ជាមួយនឹង OS ហើយយើងimport នៅ Pygame គឺដើម្បីឲ្យ withdraw នៅ window handle key import ជាមួយនឹងការ play sound ហើយ SYS គឺសម្រាប់ការ cleanse the clear programming ឬក៏ exist នៅ programming មួយនឹងហើយចំពោះ Math វិញគឺធ្វើការដើម្បី smooth ជាមួយ animation ដែលវា make the thing wave up ឬក៏ down អីចឹងទៅហើយ random ក៏ដូចគ្នាគឺ make an enemy ហ្នឹង spawn in random spot តែវាដែលដូចជាថៃជំនាញ debug ចឹងគឺវា fly ឬក៏វាឃើញplayer ពងដើរទៅណាវា follow តាម player ហើយចំពោះ NumPy គឺការ from pure import image នេះគឺសម្រាប់ការបញ្ចូលទៅOS នេះគឺ find file path ដែលយើងអាចឲ្យវា access ទៅកាន់PNG របស់រូបភាពដែលយើងបានដាក់ចូលនឹងហើយ from pure import image នេះគឺសម្រាប់ការ open នៅ character image file ហើយ NumPy គឺសម្រាប់ឲ្យយើង edit ទៅលើ pixel មួយដែលយើងត្រូវការ remove នៅ white background អីចឹងទៅហើយចំពោះកន្លែងនេះវិញគឺនិយាយអំពីទំហំរបស់ game របស់យើងដែល screen ហ្នឹងគឺ screen rate ជាមួយនឹង screen height ដែល screen rate គឺយើងយក 1100 ជាមួយនឹង 620 ហើយល្បឿនរបស់វាគឺ 60 frame ហើយgravity គឺ 0.55 ថាឲ្យដែលយើងបង្ហាញអំពី fast នៅក្នុងការ fall down ហ្នឹងហើយ jump force គឺរយៈកម្ពស់នៃការចាំនឹងថាវាបានខ្ពស់ប៉ុណ្ណាហើយ GY គឺយើង focus ទៅលើថាវាអានឹង move fast ប៉ុណ្ណាតាមរយៈការ left ឬក៏ right របស់ key អីហ្នឹងចឹងទៅដែល world W គឺយើងនិយាយអំពី total width និង level ថាវាមានទំហំប៉ុណ្ណាតាក់ទងជាមួយនឹង screen ហ្នឹងចំពោះកន្លែងនេះវិញគឺ dummy គឺdummy ដែលខ្ញុំបានទាំងអស់មាន20វគ្គដែលក្នុងនោះគឺយើងត្រូវបានផ្ទុកជាមួយនឹងដូចជា name របស់វាដែលយើងត្រូវការផ្ទុក name ជាមួយ sky GC EC ជាមួយនឹង deco ដែល name ហ្នឹងគឺសម្រាប់បង្ហាញអំពីវគ្គរបស់មួយ sky ហ្នឹងគឺជាផ្ទុកនៅ color ឬក៏ background ដែលយើងបង្កើតមកតាមរយៈ RGB ហើយ GC ដែលយើងហៅឈ្មោះវាថា ground color គឺ color background ផ្ទុកវាជា RGB គ្នា EC គឺ A color ហើយនឹង deco គឺ decoration type ដែលយើងមានដូចជាយើង focus ទៅលើ grass rock river ឬក៏ firefall អីចឹងទៅហើយចំពោះ color ទាំងអស់ដែលយើងឃើញមានផ្ទុកចំនួន3នេះអញ្ចឹងគឺវាផ្ទុកវាជា RGB ដែលវាមាន red green ហើយ blue ហើយចំពោះ section ក្រោមនេះគឺ collection info ដែល collection មួយហ្នឹងគឺតាមវគ្គមួយត្រូវមាន collection ផ្សេងគ្នាដែលទី1គឺ breadcrumb ដែលយើងដាក់ឲ្យវាមានពណ៌ RGB ដូចគ្នាដើម្បីផ្ទុកនៅពេលដែល smart នឹង flow ឬក៏ C ទៅដើម្បី access កាន់បែបបន្ទាប់ទាំងអស់មាន20 item ហើយកន្លែង image loading នេះគឺយើងធ្វើការដាក់ដើម្បីសម្រាប់ការ remove នៅ white background ដែលយើង define របស់វាគឺ remove white background path នៃតែ so គឺ330ដែល image IMG ហ្នឹងគឺយើងត្រូវឲ្យវាស្មើជាមួយនឹង image ដើម្បីសម្រាប់ការ open ជាមួយនឹង image with alpha channel ហើយ array ដែលស្មើនឹង np array នេះគឺជា image មួយដែលយើងធ្វើការ convert វាទៅកាន់ជា grid pixel ហើយ RGB គឺស្មើឲ្យ array នៃចុច2គឺវាចុច2នៃ0គឺវាឲ្យ array នៃចុច2នៃ1 array ចុច2គឺវាចុច2នៃ2ដែលកន្លែងហ្នឹងគឺយើង separate គឺយើងប្របែកនៅពណ៌ red green blue បើវា
channel មួយហើយ mask នេះគឺយើងដាក់ដើម្បីឲ្យ find ថា y ឬក៏ near y pixel ចំពោះការ array នៅខាងក្រោមនេះគឺយើងបង្ហាញថា pixel ទាំងអស់ហ្នឹងត្រូវបាន separate ថាតើមកឲ្យវា return នៅតម្លៃ array ហ្នឹងមកវិញតើមកឲ្យចូលដល់កន្លែងនេះគឺយើងនឹងបង្ហាញអំពី loading script ដែល define loading script នៃ path size ជាមួយនឹង default 3 asam អញ្ចឹងកន្លែងហ្នឹងយើងនឹង focus ទៅលើការ remove នៅ white background convert វាទៅជា game surface ដែលយើងអាច draw image object បាន scale វាទៅនៅក្នុង exact pixel size ដែលយើងចង់បានឧទាហរណ៍ថាសំខ្សែសម្រាប់ហ្នឹងដែលយើងចង់បានទំហំវាប៉ុណ្ណាដូចឧទាហរណ៍ថាទំហំរបស់វាគឺយើងចង់បានដែលអាចបានថា58គុណឲ្យ58អីចឹងទៅអញ្ចឹងមកកូដគឺកន្លែងនេះដែលយើងដាក់លក្ខខណ្ឌប្រើ f គឺ if បើសិនជា of ចុច path ចុច access ហ្នឹងស្មើ path ដែលនៅហ្នឹងគឺយើងធ្វើការ check ទៅកាន់ file ហ្នឹងថាវា access ឬក៏អត់ហើយដើម្បីយើង try ជាមួយនឹង exception អញ្ចឹងបើ try យើងគឺ array ដែលស្មើឲ្យ remove white background នៅ path និង the whole ហ្នឹងគឺដើម្បី remove នៅ white background ហើយ self នេះគឺយើងដើម្បីធ្វើការ convert វាទៅជា surface Pygame surface ហើយចំពោះការ return មកវិញគឺ return Pygame ជាមួយនឹង transform smooth scale ហ្នឹងគឺយើងធ្វើការ resize វាឬទៅតាម target size របស់យើងចឹងហើយចំពោះចឹងកន្លែងនេះ define make frame ដែលយើងធ្វើការ generate on frame នីមួយហ្នឹងដោយកន្លែង for i នេះ for i in range នៃ n ដែល n ដែលយើងស្មើឲ្យ6ហ្នឹងគឺយើងមិនថាយើងត្រូវបានបង្កើតនៅ6 frame ឡើងមកហើយ angle របស់វាដែលស្មើឲ្យ matrix នេះគឺធ្វើការកណនានៅចំនួន angle ដែលធ្វើឲ្យវាដក8បូក8 degree មានពពកអីចឹងទៅហើយកន្លែង dy interline នេះគឺយើងធ្វើការ bonus up ពី0ទៅ4 pixel ហើយ rotate គឺយើងឲ្យ Pygame ចុច transform rotate base image ជាមួយនឹង angle ដែលឲ្យបន្តមក frame ស្មើឲ្យ Pygame surface នៃ weight ដែលខែត្រូវបូកនឹង8នៃ Pygame ចុច scale alpha ហើយ or the view ចុច or h ដែលស្មើ rotate នឹងធ្វើការទទួល size នឹងហើយ frame billet rotate ដែលកន្លែងហ្នឹងវានឹងធ្វើការត្រាំនៅ title image into frame ហើយនៅបោះមកវិញនៅ frame ចំនួនទាំងអស់ហ្នឹងដែលយើងធ្វើការ list បោះមកវិញនៅ list ដែល frame set ដែល frame ទាំង6ហ្នឹងដែលយើង slightly different ជាមួយនឹង different image មកវិញហើយដោយកន្លែងនេះដែលយើងធ្វើការ make ឲ្យវាចាំអញ្ចឹងយើងត្រូវ make the frame ចាំអញ្ចឹងត្រូវការ make the spirit នឹង taller ហើយនឹងnarrower ដែលវា slash ជាមួយនឹង script effect ដើម្បី to show ថាចាំ ping ហើយនៅកន្លែងនេះ make it hurt អញ្ចឹងបើកន្លែង make it hurt ហ្នឹងគឺនៅពេលដែល rating overlay នៅពេលវាបង្ហាញអាមួយ red semi transition overlay ហ្នឹងមានន័យថាសម្រាប់ហ្នឹងគឺវា hurt ដែលយើងត្រូវការប្រើ color វាជា RGB ដូចមិញអញ្ចឹងគឺនៃ250វា0គឺវា0គឺវា120ហើយវានឹងហើយ f ចុចទៅ dot red ហ្នឹងគឺវានឹងថាបន្តមកវានឹងធ្វើឲ្យ turn f ទៅឡើងមកវិញដែលជាវាជា image ដើមឬក៏ពណ៌សម្រាប់ដើមហ្នឹងអញ្ចឹងដូចការផាញ់មកអញ្ចឹងនៅពេលដែលសម្រាប់ហ្នឹងត្រូវការប៉ះជាមួយ enemy វានឹងបាត់វា frame របស់វានឹងអាលុបមក flat តមកវានឹង return មក red ហ្នឹងវិញអញ្ចឹង practical នេះក៏វាដូចគ្នាមួយអាមិញដែរដែលវាបញ្ជាក់ពីការ random បញ្ជាក់ពីការទៅពេលដែលយើង C ចំណុចឬក៏ C point មួយហ្នឹងដើម្បី C point មួយឬក៏ពេលដែលយើង get hurt ហ្នឹងវានឹងអាលុបមក flat ឬក៏ self light វានឹង count ទៅ 0 អីចឹងទៅមានន័យថា
វាឬក៏ sparkle ឬក៏ burst effect ឡើងមកបែបមាន effect ដូចកាពេលខ្ទាតពេលយើងស៊ីទៅវាខ្ទាតនៅពេលដែលយើងប៉ាស្អី get ហើយចឹងទៅវានឹងធ្វើលុបមកផ្លែតវាតាក់ទងមួយឥឡូវមិនចឹងទៅចឹងកន្លែងនេះគេនឹងនិយាយអំពីការ collectible ដែល collectible ហ្នឹងគឺយើងមានខ្លះ collectible ដែលយើង define នៅ init ដែលវាគឺជា special method ដែលsave ដែលយើងមាន save strict base នៃ y flat នៃ y គឺវាគឺជា original y position ដែលយើង use for bobbing ហើយ timer គឺវាជា random គឺ random ឬវានឹងធ្វើការ random ពី0ទៅ60ដែល start so វាអត់ boom ទាំងអស់ហើយ no វាមានន័យថាវា random start so វាអត់ boom ជាមួយគ្នាហើយបន្ទាប់មកគឺ update នេះគឺ save នៃ timer បូក1 save នៃ reactive y ស្មើ init no ស្មើ integer save dot base បូកឲ្យ matrix sin អញ្ចឹងដែល matrix sin ហ្នឹងគឺវានឹងធ្វើការ return នៅ value between ដក1ហើយនឹងបូក1ដែលវាបង្ហាញពីការ smoothly នៅ oscillate multiple ដែលពី6ទៅចាំboom ដែលយើងធ្វើការ up ឬក៏ down តាម6 pixel ទៅនៅក្នុង smooth wave ហើយ define នឹង draw គឺយើងកន្លែងនេះគឺយើងបង្ហាញអំពីការdraw នៅ glowing circle ដែលនៅពីក្រោយចាំយើងគឺមានន័យថាវា plusing alpha ឬក៏ draw នៅ halogen shape នៅក្នុង item នៅ color ហើយនៅ draw នៅ small y color circle នៅក្នុងវានឹងទៀតដែលយើងបង្ហាញពីការ shine ឬក៏ highlight effect អីចឹងទៅហើយចូលមកដល់កន្លែងនេះគឺ portal ដែលយើងមានខ្លះ portal ហ្នឹង portal ហ្នឹងឯកន្លែងដែលយើងឆ្លងសម្រាប់ឆ្លងទៅវគ្គបន្ទាប់អញ្ចឹងកន្លែង portal ហ្នឹងគឺវា exist វានឹងធ្វើវានឹង open នៅពេលដែលយើង click បាន file item អញ្ចឹងportal.active ចឹងកន្លែងនេះយើងនឹងបង្ហាញអំពីការ set time របស់វាអត់មានកំណត់មកអីគ្រាន់ថាបើសិនជានៅពេលដែលយើង click នៅ item នឹងអត់គ្រប់ចឹងទៅការ active របស់ portal នឹងវានឹង fail ចឹងវានឹងធ្វើការ update នៅ save item នឹងបូកមួយបន្តទៀតបន្ទាប់មកយើង define គឺក្នុងការ draw អញ្ចឹងដែល t ស្មើឲ្យ save check timer អញ្ចឹង px ស្មើឲ្យ save នឹងហើយ check react check counter ដកឲ្យ ch អញ្ចឹង p python ស្មើឲ្យ save check react check century អញ្ចឹងបើសិនជា save នឹង active អញ្ចឹងដែលយើងឲ្យ rank វាអញ្ចឹង for I in rank នៃ6 for I in rank នៃ6or ស្មើឲ្យ 30 បូកឲ្យ I គុណនឹង7បូកឲ្យ integer math check ឲ្យ sin នៃ t គុណនឹង0 check ឲ្យ0 1បូកឲ្យ1ឬគុណនឹង5បានន័យថាកន្លែងហ្នឹងគឺវា expanding glowing ring វានឹង expand អា glowing ring នឹងឡើងមកហើយ a ស្មើ max 0គឺវាឲ្យ150ដក i គុណឲ្យ22ដល់ហើយតមក s pi game ហ្នឹងវានឹងចុច surface prepare surface និយាយពីខាងលើអញ្ចឹងហើយចឹងម្ដងហ្នឹងគឺវាបង្ហាញថាការដែលទៅ6 green glowing elite ហ្នឹង of increase size and pushing ដែលយើងត្រូវការយក sync ជាមួយនឹងmatrix sync ដែលយើងត្រូវការយក sync ជាមួយនឹង matrix sync នៅកន្លែងនេះដើម្បីបង្កើតបានជា portal នឹងមកសម្រាប់ឆ្លងទៅកាន់វគ្គបន្ទាប់អញ្ចឹងបើសិនជាលក្ខខណ្ឌផ្សេងហើយ pi game ហ្នឹង draw ellipse ដែល surface 80គុណនឹង80វា surface នៃ80គឺ80 រហូតហ្នឹងគឺដែលយើងបង្ហាញ platform វា lock ទៀតណាថាបើសិនជាវាអត់មានអីមកនេះទេគឺខ្ញុំនឹង lock ទៀតទេហើយបន្តមកចូលទៅដល់ enemy ដែល enemy នេះគឺយើងនឹងបង្ហាញអំពីការ detect rank គឺ108គឺយើងនឹងបង្ហាញពីថាអាហ្នឹងគឺវាថាវាចិត្តប៉ុណ្ណាទៅឆ្ងាយរយៈពេលឆ្ងាយរបស់អាហ្នឹងត្រូវនៅមុន enemy chest គិតជា pixel ហើយ
chest spin គឺ2.2ថា how fast របស់ Ladybug ហ្នឹងវា move បានប៉ុណ្ណាហើយ1.4 គឺនិយាយអំពីថា Ladybug ហ្នឹងគឺវា wander normally ហើយវានៅមានថាchess ហ្នឹងគឺនៅពេលដែលវាឃើញ player វានឹងរត់មកកាន់តែលឿនវានឹងបន្ថែមល្បឿនហើយ wander ហ្នឹងគឺវា normally speed របស់វាប៉ុណ្ណឹងហើយ speed របស់ fish គឺ 0.6 ដែលវាត្រូវការ move slower than Ladybug ប៉ុន្តែវាមាន special មួយគឺ fish ហ្នឹងគឺយើងនៅពេលដែលវាឃើញ enemy គឺវា follow មករត់មករក enemy រហូតមកអញ្ចឹងដែលក្នុងហ្នឹងគឺខ្ញុំមានខ្លាចenemy មួយ Find initialize special method នេះគឺសម្រាប់ធ្វើការ set up ទៅលើenemy ហ្នឹងដែលខ្ញុំបានប្រើជាមួយនឹងsave.etype ដែលកន្លែងនេះគឺយើងចង់បង្ហាញពី variable Ladybug ហ្នឹងឬក៏ float ឬក៏ float របស់ fish ហ្នឹងទៅហើយចំពោះ save នៃ state គឺខ្ញុំបង្ហាញអំពីការwander ឬក៏ we start wander switch to chess when close វាមានន័យថាវាកាន់តែជិតទៅវានឹង chess ហ្នឹងហើយវានឹង switch ទៅកាន់ chess ហើយចំពោះ save target នៃ x ដែល under នៃ x ស្មើឲ្យ x បូក random radian កន្លែងហ្នឹងគឺខ្ញុំចង់បង្ហាញអំពីថា first random destination គឺ random ទៅមករហូតហើយចំពោះការ update វិញគឺខ្ញុំនឹងបង្ហាញដាក់អំពី dx គឺ play smart player react ហ្នឹងគឺ horizontal វានឹងធ្វើការ horizontal distance ទៅកាន់សមាជនឹងហើយចំពោះការ dx មួយទៀតនោះគឺ dy ហ្នឹងគឺវាត្រូវតាម y ហ្នឹងគឺ player នឹង react ទៅវានឹងធ្វើការ vertical distance នៃសមាជធ្វើដំទៅកាន់សមាជនឹងហើយ this នៃ math គឺthis នៃ math ចុចឲ្យ hy part គឺនៃ dx វាគឺជា x string line distance របស់ enemy ហើយបើសិនជា this នេះបើសិនជា distance ហ្នឹងវាធំជាង detect rank ហ្នឹងអញ្ចឹង save នៃ state ហ្នឹងវាត្រូវ chef ហើយបើសិន l គឺ save នៃ state ហ្នឹងគឺវានឹងធ្វើការ wander ហើយបន្តមកវាគឺលក្ខខណ្ឌមួយទៀតគឺបើសិន save នៃ e tab ហ្នឹងវាជា flat smart flat គឺ save ហ្នឹងគឺ update នៅ flat player ហើយទៅកាន់ rect dx d នៃ x គឺវា x y ខាង distance របស់វាចឹងបើសិនលក្ខខណ្ឌផ្សេងទៀតគឺវានឹង platform player reaction នឹងទៅកាន់ distance មួយហើយ chef to the world លក្ខខណ្ឌមួយហើយអញ្ចឹងហើយបន្តមកកន្លែង update fault នេះគឺខ្ញុំនឹងធ្វើការទៅ focus ទៅលើ fix moment អញ្ចឹងហើយដែលខ្ញុំបង្ហាញកាត់ទៅព្រោះវាយូរដែរហើយ save.vx ដែលខ្ញុំមាន save.vx មួយគឺចង់បង្ហាញអំពី space.vx នេះគឺចង់បង្ហាញអំពីការដែលខ្ញុំ move tower ទៅអានហើយរបៀប move ទៅកាន់អានហ្នឹងរបៀបវាmove ទៅកាន់សមាជហ្នឹងហើយតាម y ក៏ដូចគ្នាគឺវា move ដោយយក speed ហ្នឹងទៅគុណជាមួយនឹង 0.5 មានន័យថាវាកាន់តែយឺតជាងមុននៅពេលដែល វា move ទៅតាម របស់ y ហើយ wandering គឺ save នៃ fish speed ដែលនេះនៅកន្លែង save នៃfish speed ហ្នឹងគឺចង់បង្ហាញអំពីដូចកន្លែងនេះចឹងsave.vx ដែលវាធ្វើការ direct access ទៅកាន់ vx toward target ដែល the fish will always move visibility ចឹងហើយកន្លែងនេះគឺ gentle up and down while swimming ចឹងមានថាវានឹងធ្វើការការ swimming ហ្នឹងតាមរយៈ matrix sim ហ្នឹងហើយដែលវាធ្វើការវា matrix sim ហ្នឹងដែលវាធ្វើការកណនីនៅup ឬក៏ down ហ្នឹងនៅពេលដែល swimming
Chắc là cái like update ní cứ nhưng cứ update vlog ní cứ về bị cả update vlog là đi bạn mua bên nè chắc vì là thôi cả post là đi bạn đảo hay là được cả platform sẽ dựng cái sắp bị P nè P in platform nó hay dựng ở đây vì form of the A day chắc cái này nó để dựng ra ở pro ví để smart hay game để check a red nhẹ chắc from the problem children which is invisible rectangle that places ahead of the ladybug feet ទៅវាមានតាមរយៈជើងរបស់ ladybug ហ្នឹងវាអត់ឲ្យ move ទៅណាឆ្ងាយពី A របស់វាហ្នឹងឯងប៉ុន្តែនៅពេលដែល enemy ឬក៏អីមកពីលើទៅគឺវា follow តាម enemy ចឹងទៅហើយវាអាចនៅពេលដែលវាឆក់ដល់ខំមកវាអាចឡើងលើវិញបាននេះដូចនៅពេលដែលយើងដាក់កន្លែងវាចាំងខំវាថតឡើងលើវិញបាននេះខ្ញុំនឹងស្ថាប័នកាត់ចាំនិយាយថាដែល PC ក្រាន់នោះគឺវាធូរ separate គ្នាតែផាសតាមរយៈx ជាមួយនឹង y អញ្ចឹងនៅពេលដែល color នឹងវា collection វា work ទៅគឺវាត្រូវការ work smoothly គឺ correctly ហ្មងវាអត់មានអីប្រែប្រួលឬក៏អាក់ល្អទេអញ្ចឹងកន្លែងនេះបង្ហាញអំពីការ class របស់ player របៀបវា animated ចាំខ្ញុំឥឡូវខ្ញុំបង្កើតជាមួយនឹង depth នៃ class player ទៅ depth នៃ initialize with specimen តទៅតងជាមួយនឹង x y walk តាម or l ចាំ or ឬក៏ចាំ l ឬក៏ hide image អីចឹងទៅហើយដល់មកhandle input នេះគឺខ្ញុំនឹងបង្ហាញកន្លែង if លក្ខខណ្ឌទាំង3នេះគឺយើងទី1នេះគឺមាន speed បង្ហាញពីការ move left ក្រោមនេះ move right ជាមួយនេះគឺចាំដែលវា only ចាំ on the ground វាអត់អាចចាំអីឆ្ងាយវាអាចតែចាំនៅលើ ground បានទេអញ្ចឹងហើយកន្លែង update នេះគឺយើងនឹង update ទៅលើ platform ដែលយើងឲ្យ save.vy បូកឬស្មើឲ្យ gravity គឺយើង pull down នៅ every frame តែយើងតម្លាក់ចុះនៅ every frame នឹងចុះបន្ទាប់មកមួយទៀតគឺយើងកន្លែងនេះ save មួយនេះគឺយើងនឹងធ្វើការ move ទៅ horizontally ដែល check ទៅលើការ wall collection check ទៅលើ wall មួយហ្នឹងហើយបន្ទាប់មកបើសិនកន្លែង if l នេះកន្លែង if ហើយជាមួយនឹង l កន្លែងនេះគឺយើងនឹងបង្ហាញពីការ post out from right ជាមួយនឹងការ post out ហើយ post out from left ហើយទី3គឺកន្លែង rec នៃ y បូក integer នេះគឺយើងនឹងបង្ហាញពីការ move vertically ដែលវាធ្វើការ check ជាមួយនឹង floor ឬក៏ ceiling របស់ color ហ្នឹងហើយបន្ទាប់មកហើយដែលនេះ data របស់របៀប data level នេះគឺឡើងនេះគឺយើងសង្ខេបយកបណ្ដោយទៅដោយសារវាដូចគ្នាទាំងអស់ហេអញ្ចឹងអីដែលស្កប់ធ្ងន់គឺចង់បង្ហាញឡើងថា LB នេះ LB នេះគឺយើង focus ទៅលើការ ladybug ចំនួនរបស់ ladybug នៅក្នុងវគ្គនីមួយៗអញ្ចឹង level 1មាន4 ladybug ហើយ face នៅក្នុងហ្នឹងគឺ0អត់មាន face នៅក្នុងហ្នឹងទេហើយ level 2គឺមាន5 ladybug ហើយ face 0អញ្ចឹងទាំងអស់មាន20 level អញ្ចឹងយើងប្រែប្រួល data តាមហ្នឹងទៅហើយនៅក្នុង20 level ហ្នឹងគឺវានឹងហៅទៅ class with the platform item ហើយនឹង enemy count ហើយ portal ដែល platform គឺវានឹងធ្វើការ plus នៅ specific position វា get higher ឬក៏ harder តាម level មួយហើយ item វានឹងការ plus ឬក៏ plus on ឬក៏ near platform to collect ហើយ enemy count ដូចខ្ញុំប្រាប់ជាមួយនឹង channel ladybug ជាមួយនឹង face ហើយ portal នឹងវាតែងតែ always ឬក៏ near the far right the end of the level មានន័យថារបៀបដូច start from the beginning ហើយនឹង the end គឺ portal នឹងតែងតែនៅ the end រហូតដល់តាំងពី level 1រហូតដល់ level 20នេះក៏ដូចគ្នាការ build level កន្លែងនេះគឺយើងចង់បង្ហាញពីការដែល enemy នឹង respond ទៅរបៀប random spot ដែលនៅក្នុងតាមនៅពេលដែលយើង loading ទៅក្នុងវគ្គនីមួយៗអញ្ចឹង every play through វាមានថាវា different ណាទោះជានៅក្នុង same level ក៏ដោយមានន័យថាឧទាហរណ៍ថានៅពេលដែលយើងលេងសាញ់វគ្គហ្នឹងម្ដងហើយវានឹង respond មកឲ្យយើង start ផ្សេងទៀតអញ្ចឹងវានឹង change position របស់enemy ហ្នឹងឲ្យវា random យកមកវា random ហ្នឹងណាប៉ុន្តែវា random ទៅវគ្គផ្សេងវា
វគ្គមួយគឺយើងអាច render មួយទៅពីរដងទៅតាមenemy ហ្នឹង background វិញក៏ដូចគ្នាគឺដែលវាធ្វើការ create នៅ smooth gradient sky ដែលយើងធ្វើការ blending combine ឬពី color ចូលគ្នា across ទៅលើ 620 screen ហ្នឹងមានន័យថា horizontal screen line ហ្នឹងហើយនេះចំពោះ RCX នេះឲ្យតែកន្លែង CX ហ្នឹងគឺ CX/snake 2 /snake 3 ឬ /snake 4 នេះហ្នឹងទៅអាកន្លែងហ្នឹងមានថាវាគេចង់និយាយអំពីការ decoration move នៅរយៈពេល1/3 1/3 នៃ speed of the camera ដែលយើងបានបង្កើតឡើងនៅក្នុង depth illusion ហើយវាដែល thing in the background ហ្នឹងវា move skewed ជាង thing នៅក្នុង foreground ហើយthe eco crush ចឹងដល់កន្លែងនេះគឺ HUD ដែលយើង focus ទៅលើhead គេតែយើង focus ទៅលើ head up display ដែលវានឹងធ្វើការផាងជាមួយនឹង3 Hz នៅរបៀប red health red មានន័យថាពេលវាបង្ហាញពណ៌ red វានឹងវានឹងបញ្ជាក់ថាវា healthy ប៉ុន្តែបើសិនជា gray មានន័យថា lost health នឹងមួយអញ្ចឹង level number ហ្នឹងវា and ជាមួយនឹង world name ហ្នឹងវាគឺនៅផ្នែក center វាផ្នែកកណ្ដាលនៃ center ហ្នឹង center ឬក៏ផ្នែកកណ្ដាលនៃ screen របស់យើងហ្នឹងហើយ item count ប្រហែលហ្នឹងវានឹងបង្ហាញនៅខាងស្ដាំដៃតែយើងឧទាហរណ៍ថានៅពេលដែលយើងស៊ីបានមួយអញ្ចឹងគឺវាដាក់ 1/5 បើសិន 2/5 យ៉ាហើយ screen នេះ screen ហ្នឹងគឺទីមួយគឺ screen title ដែលវាមានថា at the start up ហ្នឹងគឺចាចាប់ដើមដំបូងហ្នឹង animate ឬក៏ cross background ដែល អានហ្នឹងត្រូវការ walk across the top ប៉ុន្តែមកអា screen clear គឺយើងចង់បង្ហាញអំពីការដែលscreen clear នេះគឺយើងចង់បង្ហាញអំពីការដែលយើង click នៅ online item ហ្នឹងដើម្បី into the portal ទៅមក game over មានន័យថាwhen the end lost all the 3 heart ចឹងវានឹង game over ដែលវាទៅ restart ឬក៏ start ពី level 1ឡើងមកវិញហើយចំពោះscreen victory នេះគឺនៅពេលដែលយើងបានhow can I say this នៅពេលដែលយើងវាលេងចាប់20 វគ្គហ្នឹងហើយវានឹង load cam រៀបនេះមានន័យថាវានឹង load screen មួយដែលយើងបង្ហាញអំពីការ victory របស់យើងនឹងដែលយើង get វា gold star everywhere ដែលយើងឈ្នះគ្រប់វគ្គមកដល់កន្លែងហ្នឹងអញ្ចឹងទៅអញ្ចឹងអានេះ man ដែល define man នេះគឺនិយាយអំពីការthe game នឹង loop អញ្ចឹងមានថា this is the heart of the game ដែលវាធ្វើវានឹង run ថាវាមានន័យថាវាជា best របស់ game ហ្នឹងណាអញ្ចឹងវានឹងធ្វើការ run 60 time per second forever របៀប until ដែលយើង quit the game ហ្នឹងមានន័យថាវានឹងធ្វើការ run 60 ដង per second នៅរហូតដល់ដែលយើង quit the game ហ្នឹងអញ្ចឹងតែពេលដែលយើងបង្ហាញអំពី play game ទៅ initialize គឺដើម្បីឲ្យ start game ហើយ screen python scam display.set smooth នេះគឺយើងនឹងបង្ហាញ create the window ហើយអា clock នេះ clock play scam នេះគឺវាជាការ control ទៅលើ SPS គឺមានដូចជា play កង់អញ្ចឹងណាហើយloading base loading space នេះគឺយើងចង់បង្ហាញអំពីloading base image គឺកន្លែងហ្នឹងគឺយើងនឹងបង្ហាញអំពីការដែលយើង loading image pixel ហ្នឹងដែលជា 58x58 pixel ហើយwalk នេះក៏ដូចគ្នាគឺយើង create នៅ6 walking frame ហើយរបៀបមានដូចជាanime walk ចាំអីនេះចឹងណាហើយ anime គេធ្វើនេះនឹងបន្ទាប់មកគឺloading level នេះ loading level 1 ហ្នឹងគឺវានឹងបង្ហាញអំពី non local ដែលមាន particles នៃ cam នៃ particles មកឲ្យបន្ទាប់មកហើយនៅពេលអាកន្លែងវានឹង recur មក plan cause enemy ជាមួយនឹង photo ហើយនឹង PL បន្ទាប់មកអានេះកន្លែង value through នេះគឺយើងចង់បង្ហាញអំពីថាអា clock tick នេះគឺយើងនឹងនិយាយពីការ wait ថា loop ហ្នឹងវា run 60ដង
ការដែល frame នឹង counter ហើយ for EV in Pi game នេះគឺយើងនឹងនិយាយពីការ handle event ឬក៏ keyword នៃ window ថា window នឹង close ឬក៏អីចឹងណាបន្ទាប់មកការអានេះគឺយើងធ្វើការ update game state មានជាការ update game state តាមplayer handle input key ឬក៏ player update plan អីហ្នឹងគឺវាមួយ player apply query check collision អីហ្នឹងជាមួយនឹងការ move all enemy អីចឹងទៅចាដល់នេះ if the player ឡើងនេះគឺនិយាយពី enemy hit detection មានន័យថាបើសិនជា player check env នឹងស្មើនឹង0អញ្ចឹងមានន័យថា only hurt if not currently incurable ហើយ for e in the enemy បើសិនជា player នឹង check rate check and flat 12 collect ណាដែល player check AP ដកឬស្មើមួយហ្នឹងគឺ player check in ស្មើ90ហើយហ្នឹងគឺរបៀបវាមានន័យថា90 frame ស្មើឲ្យ 1.15 second of the invisibility ដែល player .by នេះចាំ force ក្នុងកម្ពស់0.65 នឹងវា bonus upward when hit របៀបវានឹងធ្វើការ bonus ទៅលើupward ហ្នឹងនៅពេលដែលត្រូវបានវាយចឹងមានន័យថា after getting hit ឬក៏ the player get 90 frame for invisibility ក៏ flicker so they របៀបវាអត់ត្រូវការចាំបាច់ instant loss multiple her ទេមានន័យថារបៀបដូចអាកន្លែងខ្ញុំនិយាយពីលើមកចឹងវានឹងធ្វើការប្របាំងឬក៏ invisible មក plate ចឹងរបៀបវាអត់អាច loss នៅមួយសារទៀតទេហើយអត់អាច loss អា hurt នៅមួយសារទៀតទៅវានៅពេលតែប៉ះ enemy នឹង3ដងចឹងមានន័យថាប៉ះ enemy 3ដងវាអាច loss 3ដងក្នុងពេលតែមួយគឺវា loss តែមួយទេប៉ុន្តែវានៅការធ្វើការ bonus ទៅការនៅពេលដែល reload ទៅដល់90 frame ហ្នឹងអញ្ចឹងការ demo របស់ខ្ញុំក៏ឈានចូលដល់ទីបញ្ចប់ហើយអញ្ចឹងវារៀងរអាក់រអួលតិចក៏សុំលោកគ្រូខន្តីអភ័យទោសវាអត់វាយល់ប៉ុន្តែដឹងតែបញ្យល់បែបណាអរគុណលោកគ្រូវាច្រើនពេកអរគុណលោកគ្រូជំរាបលា